Bênนี้ខ្ញុំសូមបង្ហាញពីរបៀបបង្កើត account Facebook សម្រាប់អ្នកដែលមិនទាន់ចេះទី1ដើម្បីបង្កើត Facebook យើងត្រូវតែមានលេខទូរស័ព្ទបើសិនគ្មានលេខទូរស័ព្ទយើងត្រូវមាន mail mail នោះចាំបាច់គឺជា mail ដែលយើងមិនធ្លាប់ប្រើប្រាស់ជាមួយនឹង Facebook កាលពីមុននោះឡើយគឺ mail ដែលត្រូវបង្កើតថ្មីដោយដំបូងឡើយនេះខ្ញុំសូមបង្ហាញពីរបៀបបង្កើត Facebook នៅលើទូរស័ព្ទ iPhone នៅពេលដែលយើងបើកយើងតម្លើងកម្មវិធី iPhone apps ពី App Store មកនៅពេលបើកមកវាទាមទារដូចនេះយើងឲ្យវាយ email ឬក៏លេខទូរស័ព្ទនេះជាលេខកូដសម្ងាត់ប៉ុន្តែក្នុងករណីដែលយើងជាអ្នកប្រើប្រាស់មានន័យថា new user នៅពេលដែលមិនទាន់មានគណនី Facebook ទេយើងចុចពាក្យ sign up for Facebook តមក click get start ទីនេះគឺចង់ឲ្យយើងដាក់ email របស់យើងដែលយើងបង្កើតឲ្យថ្មីនេះដាក់លេខទូរស័ព្ទមានន័យថាឲ្យយើងវាយលេខទូរស័ព្ទបញ្ចូលឥឡូវខ្ញុំសូមបង្កើតដែលយើងដាក់ email របស់យើងចូល click ពាក្យ go តមកគេសួរឈ្មោះនេះជា what is your name តើអ្នកឈ្មោះអ្វីមានន័យថា first name គឺសម្រាប់លេខឈ្មោះខ្លួនឯង last name គឺជាឈ្មោះត្រកូលហោពិសិដ្ឋឈុនតមក click go តមកគេតម្រូវយើងបង្កើតលេខកូដសម្ងាត់ខ្មែរនេះគេសួរថាតើអ្នកកើតនៅថ្ងៃខែឆ្នាំណាមានន័យថាថ្ងៃកំណើតរបស់យើងខ្ញុំសូមបញ្ជាក់ថាមូលហេតុដែលចេញខ្មែរដោយសារតែទូរស័ព្ទ iPhone របស់ខ្ញុំប្រើទីតាំងនៅទីក្រុងភ្នំពេញទៅល្វែងម៉ោងនៅទីក្រុងភ្នំពេញហើយ location តំបន់គឺប្រទេសកម្ពុជាហើយដូច្នេះហើយចេញខ្មែរបើសិនជាបងប្អូនប្រើ location time location ជាអង់គ្លេស United States វានឹងចេញជាភាសាអង់គ្លេសធម្មតាអានឹងមិនជាចោតជាបញ្ហានោះទេថាចំកើតខែមេសា1995តបណាមកចុច click continue តមកគេសួរថាតើអ្នកជាភេទប្រុសឬស្រីភេទរបស់អ្នកជាប្រុសឬក៏ស្រីបើសិនយើងស្រីចុចតែ female រូបបែបនេះតប្រុសយើងចុចតែ male ទៅមកអូខេរងចាំបន្តិចអូខេបន្ទាប់មកចេញពាក្យបែបនេះ confirm email គឺថាសូមឲ្យយើងដឹងថា email នេះគេចង់និយាយថាសូមយើងប្រកាសថា email នេះគឺជាកម្មសិទ្ធិរបស់អ្នកសូមបញ្ចូលលេខកូដនៅក្នុងemail ដែលបានផ្ញើទៅកាន់ mail នេះអញ្ចឹងមានន័យថាឲ្យយើងចូលទៅកាន់ mail របស់យើងនិយាយថា email នេះគឺជា email របស់យើងផ្ទាល់ហើយជាកម្មសិទ្ធិរបស់យើងហើយយើងក៏ស្គាល់លេខ log ចូលទៅកាន់ email នេះដែរអញ្ចឹងក្រុមហ៊ុន Facebook បានផ្ញើកូដទៅកាន់ email នេះហើយអញ្ចឹងតើមើលឲ្យយើងចូលទៅក្នុង email របស់យើងនឹងហើយយកកូដយកមកវាយដាក់ទៅនេះឧទាហរណ៍ឥឡូវកូដខ្ញុំសូមមេត្តារងចាំបន្តិចដោយសារខ្ញុំប្រើ mail នៅលើ desktop នៅលើ laptop ការបង្កើត Facebook វាមានគេថាភាពងាយស្រួលក្នុងការប្រើប្រាស់ណាតែក៏វាជាគុណវិបត្តិដែរបើសិនជាយើងប្រើវាក្នុងផ្លូវអាក្រក់អូខេឥឡូវសូមរងចាំបន្តិច
ហើយឥឡូវខ្ញុំបានទទួលលេខកូដហើយខ្ញុំបានបើកចូលទៅកាន់ mail របស់ខ្ញុំហើយលេខកូដនោះគឺជាទូទៅលេខកូដដែលក្រុមហ៊ុន Facebook ផ្ញើទៅហ្នឹងគឺមាន5ខ្ទង់មានតែ5ខ្ទង់ប៉ុណ្ណោះអញ្ចឹងយើងទៅវាយលេខដែលយើងចូលទៅនៅក្នុង email ចូលទៅរកឃើញនៅក្នុង email វាយលេខកូដអូខេបន្ទាប់ពីនោះមកសូមចុច confirm នៅពេលដែលយើងពិនិត្យមើលលេខកូដដែលបានផ្ញើទៅកាន់ email របស់យើងផ្ទាល់ហើយនោះរបស់លោកអ្នកផ្ទាល់ហើយនោះសូមចុច confirm អូខេឥឡូវនេះពេលនេះគឺ email បានបញ្ជាក់ថាយើងអាចលុបចូលបានហើយខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងមានភាពងាយស្រួលក្នុងការបង្កើតគឺងាយស្រួលបំផុតมันបាច់ទៅឲ្យគេបង្កើតត្រូវការចំណាយអ្នកខ្លះគឺចំណាយអស់រហូតដល់$2ក៏មានដោយសារតែមិនចេះប្រើប្រាស់អ្នកខ្លះអស់$1ជាដើមហើយនៅពេលដែលចេញបែបនេះមកនៅលើទូរស័ព្ទ iPhone ដែល Facebook នេះគឺវាមានចំនួនវា version គឺ 15.0 នេះ choose and photo មានយើងដាក់រូបភាពនៅលើ profile របស់យើង take a photo មានដាក់រូបថតអាចន័យថាយើងថតរូបថតទៅដាក់លើប៉ុន្តែបើសិនជាមិនចង់ដែរចុចថា escape មានន័យថារំលងទីតាំងខាងលើនេះគេឲ្យយើងបំពេញនៅ profile មានន័យថាព័ត៌មានទូទៅនៅលើនេះដើម្បីឲ្យមិត្តភ័ក្តិដែលយើងស្គាល់គេដឹងថាយើងនៅទីតាំងកន្លែងណាដូចនេះកណ្ដាមដាក់ថា home town គេថា home town ទីកន្លែងតែទីប្រជុំជនឬក៏ទីកន្លែងដែលយើងនៅគេថាស្គុលអូខេស្គុល high school ហ៊ុនសែនស្គុលហ៊ុនសែនស្គុល high school college មានន័យថា college គឺជានិយាយចំគឺមហាវិទ្យាល័យក៏វិទ្យាល័យហើយយើងដាក់ក៏បានមិនដាក់ក៏បាន employee យើងមានការងារអី employee ធ្វើការអីគេហៅថាធម្មតាដាក់ទៅដាក់ក៏បានមិនដាក់ក៏បានគេហៅថាដាក់ student គេហៅដាក់ថា student អូខេ college នេះដាក់បំពេញទៅដាក់មិនក៏ដាក់ទៅគេតោះដាក់ចោលដាក់ថា Norton ចុះ current city មានន័យទីក្រុងដែលយើងរស់នៅសពថ្ងៃអ្នកថាស្គុលបន្តមកយើងចុច save អូខេទីនេះគឺចង់បង្ហាញថា see who's on Facebook គេថាមើលអ្នកណាខ្លះនៅលើ Facebook មានន័យថាដើម្បីស្វែងរកអ្នកណាម្នាក់ដែលនៅលើ Facebook គឺអ្នកអាច upload គេថា contact លេខទំនាក់ទំនងនៅពេលដែលអ្នកចង់ add friend មានន័យថាយើងអាចនៅពេលដែលយើងបាន save លេខនៅក្នុងទូរស័ព្ទ iPhone របស់យើងនឹងហើយយើងអាចចុច get ហ្នឹងទៅដើម្បីទទួលបាននៅ contact បើទីហៅថាលេខហ្នឹងគឺធ្លាប់ភ្ជាប់នៅ Facebook ពីមុនឬក៏ធ្លាប់យកលេខទៅបង្កើត Facebook នៅពេលចុចទៅគឺវានឹងចេញគណនី Facebook នៅក្នុងលេខហ្នឹងតែម្ដងហើយយើងអាច confirm យើងអាច search អាច add បានសំទោសមិនមែន confirm ទេអាច add គេបានតើហ្នឹងយើងអាចចុច get started ក៏បានឬក៏យើងចុច skip ក៏បានមិនរំលងចោលយើងកុំតែខ្វល់ឥឡូវនៅពេលដែលយើងបង្កើតហើយគឺវាមានគឺចេញលក្ខណៈបែបនេះគឺមានន័យថាអត់ទាន់មានអីទាំងអស់ status ក៏នៅអូខេនៅទាំងអស់វាអត់មានអីទេអូខេពិសិដ្ឋឈុនចេញលក្ខណៈបែបនេះខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងងាយស្រួលក្នុងការចងចាំនេះគឺយើង log out ខ្ញុំតា log out អ
ขอบคุณสำหรับ